ខ្ញុំបានជួយមនុស្សជាច្រើនតាក់ទងទៅនឹងគាត់ពេលគាត់មានវិបត្តិអីផ្សេងឬក៏គាត់មានសំណួរផ្សេងដែលអាចអត់អាចរកចម្លើយបានហើយគាត់តែងតែមកជួបខ្ញុំហើយខ្ញុំតែងតែរកដំណោះស្រាយឬក៏ជួយឲ្យគាត់រកដំណោះស្រាយហើយត្រឡប់ទៅវិញយ៉ាងសុខចិត្តដែលពួកគាត់តែងតែនិយាយថានៅពេលដែលរឿងធំប៉ុណ្ណាក៏ដោយពេលដែលមកជួបខ្ញុំគឺរឿងនោះខ្លាចជាទូចធំប៉ុណ្ណាក៏ដោយមកជួបខ្ញុំគឺរឿងនោះខ្លាចជាទូចខ្ញុំសង្កេតឃើញថាបើសិនជាខ្ញុំនៅបន្តជួបមនុស្សម្នាក់គឺយើងចំណាយពេលច្រើនខ្លាំងមែនតើហើយក៏ជួយបានមនុស្សតិចមែនតើហើយដូច្នេះហើយបានជាខ្ញុំបង្កើតនៅកម្មវិធីមួយឈ្មោះថា Ask 360ដែលបកប្រែជាភាសាខ្មែរ Ask ហ្នឹងបកប្រែថាសំណួរ360 degree ដូច្នេះប្រសិនជាបងប្អូនមានសំណួរអីផ្សេងមានវិបត្តិបញ្ហាអីផ្សេងបងប្អូនអាចចូលរួមកម្មវិធីមួយហ្នឹងដែលយើងមានទាំងការចែករំលែកចំណេះដឹងហើយនឹងសំណួរដែលបងប្អូនលើកមកហើយនឹងបញ្ហាដែលបងប្អូនលើកមកដែលយើងមានជំនាញនៅក្នុងការជួយឲ្យបងប្អូនរកនៅដំណោះស្រាយជួយឲ្យបងប្អូនរកនៅចម្លើយរបស់បងប្អូននៅក្នុងកម្មវិធីមួយហ្នឹងតែម្ដងអ្វីដែលបងប្អូនត្រូវធ្វើគឺនាំនៅបញ្ហានាំនៅសំណួរមករកកម្មវិធីបន្ទាប់មកទៀតបើកចិត្តបង្ហាញដើម្បីស្វែងរកដំណោះស្រាយទាំងអស់គ្នាអរគុណច្រើនសម្រាប់ការចាប់អារម្មណ៍ក៏ដូចជាការចែករំលែកនៅវីដេអូមួយនេះ